và xong liệp su bong quân ở kia đây cũng để tam đàn phê chui kia cái này mua lại đấy ba là nhầm vào đó là chùa bong đây nhầm gì cho bong gật mua bong mau tha hay bong ôn phải chỉ ai scroll là cái năng social mediaในក្នុង Facebook របស់គាត់ផ្ទាល់ដែលគាត់ចែករំលែកនៅព័ត៌មានល្អព័ត៌មានប្រវត្តិសាស្ត្រជាពិសេសគឺព័ត៌មានពេលយើងមានសង្គ្រាមមួយចៅសៀមហ្នឹងគឺបងបកកែខាងភាសាសៀមតែម្ដងព្រោះបងមានកំណើតនៅបាត់ដំបងដូចខ្ញុំដែរខ្ញុំកាត់នៅបាត់ដំបងតែឥឡូវហ្នឹងកាត់នៅប្រទេសមានជ័យវិញដោយសារខ្ញុំនៅបណ្ឌិតព្រះតែបងនៅក្នុងខេត្តបាត់ដំបងតែម្ដងហើយថ្ងៃនេះមូលហេតុអីបានខ្ញុំមកដល់ទីនេះដោយសារតែពេលជួយគ្នាបង្កើតឡើងគឺដើម្បីជួយគ្នាទៅវិញទៅមកហើយខ្ញុំនិយាយត្រួសទៅចោះដោយសារបងពុទ្ធាគាត់គឺជាអ្នកមានស្នាដៃមួយដែរអ្នកមានស្នាដៃមួយនៅក្នុងសង្គមមួយដែរហើយខ្ញុំមើលឃើញហេតុអីបានគាត់មកដល់ចំណុចនេះហើយហាងរបស់គាត់ឈ្មោះថាផ្ទះត្រីសាម៉ុនបាទផ្ទះត្រីសាម៉ុនដែលសាម៉ុនហៅហ្នឹងពីមុនគាត់នៅម្ដុំចិត្តមានអេក្រិចដែរបងបាទហើយបានដំណើរការល្អតែក្រោយមកឃើញព័ត៌មានថាបងមានបញ្ហាហើយខ្ញុំឃើញសង្កេតឃើញតាមដានបងច្រើនដែរហើយទៅម៉េចយើងក្នុងនាមខ្ញុំវាអត់ទាន់មានអីទេមានតែចិត្តហើយពេលដែលឃើញបងពិបាកមិនដឹងធ្វើម៉េចហើយក្នុងកលៈទេសៈខ្ញុំចេះគិតថាធ្វើអីបានជួយគ្នាជួយមិត្តភ័ក្តិជួយបងប្អូនជួយមិត្តភ័ក្តិសិល្បៈទើបខ្ញុំបង្កើតเพจជួយគ្នានេះឡើងក្នុងន័យអញ្ចឹងន័យជួយគ្នាទៅវិញទៅមកហើយថ្ងៃនេះខ្ញុំមកនេះគឺចង់ផ្សព្វផ្សាយអំពីហាង The Salmon House របស់បងប៉ុន្តែមុននឹងនិយាយពី The Salmon House សូមឲ្យបងនិយាយពីបងតិចមុននឹងបងពីមុនធ្លាប់ជោគជ័យតែឥឡូវបងធ្លាក់ហើយបន្ទាប់មកបងងើបមកបើកនៅទីនេះវិញសូមបងនិយាយទូទៅកាន់ទស្សនិកជនបាទអរគុណមែនទេបងយ៉ាងម៉េចដែលបានជើញមកលេងថ្ងៃនេះខានជួបគ្នាយូរបាទខានជួបគ្នាយូរវាដូចជាអូខេបិទដោជួយគ្នាបាទក្នុងគ្នាក្រោយបាទអញ្ចឹងអូខេអរគុណច្រើនមែនទេបាទសម្រាប់តាក់ទងជាមួយអាហ្នឹងខ្ញុំកាប់ទៅខ្ញុំវាអត់ដឹងថាត្រូវចាប់ផ្ដើមពីណាទៅតាណាទេពីព្រោះអីគាត់ដូចកន្លងមកហ្នឹងគឺបើតាក់ទងជាមួយនឹងអាជីវកម្មត្រីសាម៉ុនហ្នឹងពីដើមមកកាលណាគ្រប់គ្នានឹកទៅដល់ត្រីសាម៉ុនគឺឈ្មោះខ្ញុំឡើងមកមុនទេបាទពីព្រោះយើងខ្ញុំចាប់ផ្ដើមអាហ្នឹងតាំងពីជាងជិត20ឆ្នាំមុនមកម្លេះហើយការរស់ស៊ីអីហ្នឹងគឺវាឡើងទៅដល់ចំណុចមួយគិតថាវាអូយើងទៅដល់ចំណុចមួយដែលខ្ពស់គួរសមដែរនឹងធំដែរហើយនៅពេលដែលកើនឡើងដល់ចំណុចមួយហ្នឹងអញ្ចឹងវាចូលចិត្តដល់ផ្លិចមើលហើយអញ្ចឹងផ្លិចមើលអ្វីដែលនេះហ្នឹងជារួមមកគឺមូលហេតុដែលអាជីវកម្មរបស់ខ្ញុំបរាជ័យទាំងកន្លងមកហ្នឹងវាមានតែពាក្យមួយម៉ាត់ទេគឺប្រមាណតែកន្លងមកហ្នឹងយើងប្រមាថពេកហើយយើងវាមើលមិនយកចិត្តទុកដាក់អីច្រើនពេកហើយយើងគិតថាយើងមកដល់ទីតាំងមួយដែលវាអត់អីទេធ្វើអីទៅអញ្ចឹងវាប្រៀបបានដូចជាធម៌ពុទ្ធមកអញ្ចឹងគឺធ្វើអីក៏ដោយកុំប្រមាថបាទអាហ្នឹងគឺជាកលឹះមួយសម្រាប់ធ្វើអាជីវកម្មខ្ញុំមានតែប៉ុណ្្នឹងដែរហើយយើងនិយាយតាមត្រង់ចាបងមនុស្សមានសមត្ថភាពហើយបងបើកហាងជោគជ័យប៉ុន្តែអ្វីដែលបងបរាជ័យមិនមែនជាការដឹកនាំហាងនោះទេមែនទេបងខ្ញុំតាមដឹងគឺបងចាញ់បោកគេវាស្អីក៏ដោយវានៅពេលដែលធម្មតាវាដូចធម៌ពុទ្ធចឹងនៅពេលដែលភាពលោកលន់ចូលទៅតោសៈមោហៈលោភៈនេះហ្នឹងគឺយើងអវិជ្ជាមកទោះបីយើងចេះក៏ប៉ុណ្ណាក៏ដោយប៉ុន្តែនៅពេលដែលមានមហិច្ឆតាហើយអ្វីហ្នឹងគឺវាគេហៅពាក្យខ្មែរយើងគេហៅម៉ូបាំងសរុបមកដល់ពេលនេះដឹងពីរឿងបងបានន័យថាបងគឺចាញ់បោក scam ហើយ scam នេះកំពុងតែវាយលុកខ្លាំងមិនមែនតែនៅក្នុងស្រុកខ្មែរទេទូទាំងពិភពលោកហើយរដ្ឋាភិបាលយើងកំពុងតែប្រឹងចាប់មែនទែនរាល់ថ្ងៃនេះហើយមនុស្សទាំងអស់គ្នាតាមមិនស្រួលគឺចាញ់បោកហើយដោយសារតែឥឡូវនេះគឺបច្ចេកវិទ្យានៃការបោក scam ហ្នឹងគឺខ្លាំងមែនទែនហើយយើងមាន AI មានអីទៀតមានតាំងពីប្រឡប់សលេងប្រឡប់រូបទៀតធ្វើឲ្យយើងកាលណាតែយើងដូចបងមិននិយាយថាលោភៈលោភលន់ចង់បានលុយមួយដែលអត់ដឹងប្រភពច្បាស់លាស់ធ្វើឲ្យយើងធ្លាក់ខ្លួនក្នុងបំណុលទីពិតយើងកំពុងតែរស់ស៊ីឡើងយើងជោគជ័យតែទីផុតយើងទៅចង់បានអាលុយមួយទៀតដែលអត់ដឹងអី
hay tìm phát dương từ chỉ tranh hay dương ọt trọp nên dương tập lập một với những bình năng hay họ quân bong để bong ngược tập lập một với vì ní bong hang bong để salmon hang nó cứ bàn ba quỳnh hái hay một ba nơi làm trôi chật quả nơi trôi chật quả mê công bị dú để vì muốn bong ba nơi một đồng mà chết miền này cái chẳng là sườn po bong để thọ lập và control salmon house xung chơi tập lập một với tụi bay là salmon house ngay chừng muốn tí cái đó phần té salmon house nơi tập nhà chun bong ôn ở trong nông pin tam crab tam một số bài xem hay mà hộp salmon house nơi tại ngắn nhóm ấy nè cho chất salmon house ở tại nước khơi trong salmon cứ trong tại mò hàng bỏng chẳng xong bài bong ôn ở cái này chui control hàng bong tha là quánh anh em sườn po đó là influencer xem nhẹ để review mà hộp để cho ca sườn po rồi bò riêng cho bong nhóm xong anh ở cái này mà chui review mà hộp salmon house rồi bong ở tha đầm bay ai sắp sai chun từ đây nè để cho chất salmon hay thành nít là chẳng ngành chẳng con nè review mà xa bong đừng free chun hay từ mấy chui cái này đừng lạc là để sạn ní đầm bay ai hang salmon house bong tầm na ca là vĩnh hay nhầm trong vậy ta một nước để miên sna đáy một nước để miên côn đập tiếp một nước để ai trốn ai show bà sân gì bong còn miên cầm lăng bong xe cách bong đó bong đừng chui chiết chui bầm ra chiết chui áp bị quật sừng công chui bẩn đồng đào tôn thiên mình ban tràn tam để dạy hoàng ấy đi bong tam để dạy ta sừng nê bàn tay sẽ bong miên tạo ca bong ai chui tràn chừng nằng chân sừng nôm po thằng cái này dừng chui cái này đầm bay ai mình nuôi để miên sầm mặt tiếp ngớp làng vịnh bà nhân miên là năng thế hay là lấy chụp cái này chỉ môi năng mà hộp bọc quạt làm hộp bọc quạt năng sang anh vào phần nào giảm chụp hộp bọc quạt ngọc liền bà miêu xua lấy ní mà hộp một đòn hai chui hay nhầm lực mà hộp bọc quạt chuối nhầm khan màu du mình té này bong hai thế là chia từ 4 pi được nhiều máu bong thời đại cái cao này hàng chắc dương miền sả lạt bà tay sả lạt bá này nhiều quạt từ đục từ khu này bà vào thì ní việc biến đến chẳng muốn về mà hộp đòi dương phong rong chạm hiếu dương miền chia sả lạt bà hay ngày ní mà hộp bị xé dương miền bay mục bong chui hai nhé bà đi cả cầu thân áo bà cả cầu thân áo vì các bà thầy sao món và các bà thầy sao món hay dương miền chiên chuốt vì sạch thầy sao món và hay miền mùi chút cái hai clear mọt đất đại chia mà hô pi bồ rong bồ vàng mài bỏ dương máu và phía mặt đất tham bị đá dương thôi bị trầy ro hay phải đọc để màu đích để thấy sao bong như tới bong này mà hộp mai thằng đây bên đây bong bờ ra bong lụa trầy giảm món cho bong này bà trầy giảm món cho hộp mai bên đây chạm vào đóng này cái clear mặt đất bà clear mặt đất ở đây lưới còn trong vậy là đang tăng bị chỉ non nám mà hồ này ô tăng vì sầm máy sầm cung riêng thì giống vì phối đíchคือយើងដកស្រង់ចេញពីសភៅតម្រាបរិយាតម្រាភោជនីអាហារនេះដែលមានតាំងពីសម័យដើមបងក៏មានក្បួនធ្វើម្ហូបតាំងពីដូនតាយើងមកហើយធានាម្ហូបបងឆ្ងាញ់ហើយតម្លៃមិនដែរបងតម្លៃដោយសារពេលនេះវាហ្គាសឡើងថ្លៃអីអញ្ចឹងក្នុងនៅក្នុងហ្នឹងយើងមានម្ហូបមានបាយអញ្ចឹង13000រៀលបាទម្ហូប13000រៀលហ្នឹងមានអីគេបងបាទនេះគឺមានម្ហូបមួយមុខហើយនឹងបាយសហើយមកមុនដំបូងចាក់ហ្នឹងមានសាឡាត់មានអីចឹងបាទម្ហូបមួយមុខហ្នឹងរើសជាមួយណាក៏បានដែរបាទមួយមុខមួយណាបងប្អូនល្អមែនទេនេះម្ហូបមួយមុខបាយមួយចានហើយមើលសឡមគោមើលម្ហូបប៉ុណ្ណាណៃញ៉ាំមកឆ្ងាញ់តែសាមុនហ្នឹងmà mơn má 13000 mà mơn 3000 រៀលបានអញ្ចឹងបងប្អូនអាចមកចូលរួមជួយគ្រប់គ្រងបងថាអត់នេះហើយសំខាន់ម្ហូបឆ្ងាញ់មិនមែនថាឲ្យគ្រប់គ្រងឲ្យម្ហូបអត់ឆ្ងាញ់ទេម្ហូបឆ្ងាញ់ហើយត្រីសាមុននេះវាជួយសុខភាពច្រើនមែនទែនអាហ្នឹងដែលខ្ញុំចង់និយាយថាចង់ឲ្យបងប្អូនមកគ្រប់គ្រងត្រីសាមុនមួយអាទិត្យមកញ៉ាំអត់ណាស់ក៏បានម្ដងពីរដងដែរដើម្បីជួយដល់សុខភាពរបស់យើងណាបាទអញ្ចឹងឥឡូវយើងលក់ទាំងអស់គ្នាអ្វីដែលពិសេសចង់បញ្ជាក់បន្តិចនេះក្នុងនេះឃើញទេមហូបពីផ្ទះថៃសាម៉ុនគឺមិនប្រើប៊ីចេងបាទហើយស្ករតិចអំបិលតិចបាទអញ្ចឹងវាអាចអ្នកខ្លះគាត់មកគាត់អាចរសជាតិរៀងសាបបន្តិចអីអញ្ចឹងគឺដោយសារយើងគិតទៅដល់ហ្នឹងគិតទៅដល់សុខភាពបាទឥឡូវខ្ញុំជើញព្រោះដោយសារខ្ញុំនៅនឹងរាល់ថ្ងៃហើយឥឡូវខ្ញុំចាប់អារម្មណ៍ជាងគេភ្លាមាត់ទឹកបាទពូកាលមុនខ្ញុំមកក៏បានហូបដែររសជាតិមុំមិនដឹកខ្លាំងអ្វីដែលវាសំខាន់គឺវាមានដូងលីង
ហើយវាមានកពិផាវ กะปิផាវ បាទហើយទាំងសាច់ថៃហើយគ្រឿងយើងធ្វើភ្លាហ្នឹងបាទ បាទ ហើយជីគ្រប់មុខទៅតាមហ្នឹងទៅបាទ នៅមែនទេបងប្អូននេះនិយាយមកតានេះមហូបក្លែមបងប្អូនមក បាទ ខ្ញុំនិយាយថាមួយថ្ងៃអត់បានបាយបងប្អូនអមសាបានតែផ្លែជាងគេភ្លាមកទឹកនៅណាគេស្គាល់ភ្លាមកទឹកខមមិនតិចមើលបាទឥឡូវយើងសាក ជៀនជួនបាទសូមជឿ បាទជិនជួននេះយើងផ្លែដូចជា ជាទូទៅធម្មតាគាត់តែពីជាទូទៅយើងប្រើត្រីកេះឬមួយក៏ត្រីរស់អីហ្នឹងប៉ុន្តែគាត់ខ្ញុំបដូរមកត្រីសាម៉ុងទេ បាទបាទ ហើយតាមធម្មតាជៀនជួនគឺអ្វីដែលសំខាន់គឺសៀងហើយជាមួយនឹងខ្ញីបាទ បាទនេះខ្ញុំមើលទៅតំណងវារូបភាពវាប្លែកវាអត់សូវមានទឹកខ្លះជិនជួនមានទឹកច្រើនរសជាតិរឹតតែអែមទៀតបងប្អូនជិនជួននេះរឹតតែអែមមែនតើត្រីដែលជួយសុខភាពត្រីសាម៉ុនគឺជាត្រីដែលគេហៅមានអូមេហ្គា3នេះច្រើនជាងគេពេលមកគិតបងប្អូនហូបឲ្យបាន2ដងដល់បំផុតហើយកុំពេលខ្លាចតែថ្លៃកាន់ម្នាក់តែ10000រៀលមកហូបបានហើយហូបបានហើយពី3មុខមកយើងហូបបានហើយអញ្ចឹងបានtrongសុខភាពជួយគ្រប់គ្រងអ្នកដែលមានស្នាដៃល្អទៀតសំទោសខ្ញុំreview មកហូបខ្ញុំតែហូបសំទោសអ្នកមើលបានខ្ញុំទៅមក បាទកកូរខ្នោតបាទពីក្បាលត្រីសាម៉ុងបាទ បាទបាទតែមុន បាទ យើងមានថ្នោតជាមួយខ្លះបងកកូល កកូរគឺបន្លែសឹងគ្រប់មុខនៅក្នុងនេះមានថ្នោតមានមរុំស្លឹកម្រុំបាទ បងអាចនិយាយពីប្រវត្តិកកូលបន្តិចបានទេបងខ្ញុំអត់ដឹងថាកកូលនោះប្រវត្តិតាំងពីសម័យណាមុនកូមុនព្រះអង្គជ័យម៉ាន់ទី7ទៀតឬមួយក៏យើងវាពិបាកថាកំណត់ច្បាស់លាស់ថាតើវាចាប់ផ្ដើមតាំងពីពេលណាពីព្រោះអីតាក់ទងជាមួយនឹងអត់មានឯកសារណាបញ្ជាក់ច្បាស់លាស់ បាទ គាត់អាហ្នឹងគឺជាមហូបដែលតមកពីព្រោះគាត់ត្រូវចាំថាដែនដីទីតាំងភូមិសាស្ត្ររបស់ស្រុកយើងអ្វីដែលសំខាន់គឺមានបឹងទន្លេសាប បាទ បឹងទន្លេសាបគឺមានអីគឺត្រីហើយនៅជុំវិញផ្ទះហ្នឹងគឺសិតតែមានបន្លែប្លុកជុំវិញហ្នឹងហើយការពិតទៅកកូរហ្នឹងគឺវាមានរឿងព្រេងរបស់វាមកតាំងពីដើមមកគេហៅស្អីសម្ល100មុខបន្លែ100មុខដែរវាមានរឿងព្រេងទីទៀនពីរហ្នឹងមកបើខ្ញុំចាំវាមិនច្បាស់តែតាំងពីយូរហើយ បងថាមិនតែមកចេះទៅម្ហូបនេះក៏ដឹងប្រវត្តិសាស្ត្រម្ហូបនីមួយៗអញ្ចឹងវីដេអូក្រោយទៀតខ្ញុំនឹងជួបបងម្ដងទៀតហើយដើម្បីឲ្យបងនិយាយថាសម័យអង្គរហ្នឹងស្ដាច់គាត់សោយអីប្រជាជនយើងហូបអីបុកទឹកគ្រឿងកាត់ឡើងពេលណាអីហ្នឹងចាំមើលយើងជួបវីដេអូក្រោយទៀតហើយឥឡូវខ្ញុំសូមសំណូមពរម្ដងទៀតបងប្អូនដែលចូលចិត្តត្រីសាម៉ុនអញ្ជើញមកហាងរបស់បងទីតាំងបងជួយបញ្ជាក់ឲ្យច្បាស់មើលបង បាទគឺនៅលើផ្លូវកៅចិន្តាបើសិនជាចុះពីវងមូលព្រំជ្រោយចង្វាមកតាមសាលាណតុនបាទផ្លូវសាលាណតុនហ្នឹងត្រង់មកចិត្តមកដល់កំពង់ផែមិនមែនកំពង់ផែកំពង់ដស្វាយជ្រុំឬមួយក៏ហួសផ្សារកសិផលជ្រោយចង្វាបន្តិចនៅខាងឆ្វេងដៃគឺគេដាក់ឃើញអាគារខ្ពស់មួយគឺអាគារមេកុងវិជូទី3ហ្នឹងគឺខ្ញុំនៅពីក្រោមតែម្ដង បាទអញ្ចឹងបងប្អូនដែលនៅម្ដុំនេះជួយមកគ្រប់គ្រងទាំងអស់គ្នាបងប្អូនដែលនៅជ្រោយចង្វាវត្តភ្នំហ្នឹងគួរតែមកសាម៉ុនបានម្ដងហើយឥឡូវនេះខ្ញុំមកនេះម៉ោងបាយថ្ងៃត្រង់ជាម៉ោងនៃគេមកហូបបាយបងប្អូនហើយនិយាយតាមត្រង់ហាងគាត់ពីមុនណាម៉ោងបាយត្រង់ជួររកន្លែងចតឡានគ្មានមនុស្សទៅហូបច្រើនមែនតើពិសេសសំណូមពរបងប្អូនដែលខាងព័ត៌មានដែលជា fan ហូបត្រីសាម៉ុនបងហ្នឹងកុំភ្លេចមកជួយផងណាហើយយើងមើលកុំឲ្យស្ងាត់តុកបែបនេះអញ្ចឹងជួយមកគ្រប់គ្រងទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ